ខ្ញុំទៅជួបលើកទី1កន្លែងគេនេះមានចប់សពគ្រប់ហ្មងមានតាំងពីចក្រានខ្ជុងធងតកចានឆ្នាំងតកអីចក្រានអាំងសាច់មានម្ដង2ចង់អាំងគ្រឿងសមុទ្រអីអាំងឆ្ងាញ់បើនិយាយពី view កន្លែងញ៉ាំអីនៅលើតបូលកន្លែងគេហ្នឹងវិញគឺថាកប់សេរីហ្មងមើលឃើញសមុទ្រជុំវិញហ្នឹងហ្មងមែនតែមានប៉ុណ្្នឹងឯងមានតាំងពី speaker យើងចាក់ចម្រៀងទៀតហើយខ្ញុំគេហ្នឹងគឺមានឈ្មោះថាផ្ទះសំណាក់ស្ទូចត្រីមានទីតាំងស្ថិតនៅលើកោះស្ដេចយើងហ្នឹងបើអ្នកទៅគ្នាច្រើនណាអាចជួលផ្ទះ private នៅលើសមុទ្រក៏បានតែថ្ងៃនេះខ្ញុំគេនៅផ្ទះនេះឯងដោយសារគ្នាខ្ញុំតិចបន្ទប់នៅនេះមានតម្លៃចាប់ពី$45ឡើងទៅនេះច្រើនសម្រាប់យើងឡើងទៅកន្លែងគេពេលឡើងទៅដល់លើហ្នឹងអាចមើលឃើញទេសភាពជុំវិញហ្នឹងឡើងស្អាតហ្មងដោយសារតែនេះជាប់មាត់សមុទ្រអញ្ចឹងអាចមើលឃើញទេសភាពសមុទ្រឡើងស្អាតហ្មងអញ្ចឹងហើយបាននៅនេះមានអ្នកតកេងច្រើនបើតាមខ្ញុំដឹងកន្លែងគាត់ពេញរហូតអញ្ចឹងបើសិនអ្នកនរចង់តកេងនៅហ្នឹងលុះតែតកក់ទុកមុនអញ្ចឹងចង់កក់អត់បាយអ្នកនរគ្រាន់ search នៅក្នុង Facebook មកចេញឲ្យផ្ទះសំណាក់ស្ទួយត្រីឬក៏អ្នកនរអាចចូលនៅក្នុង comment បានខ្ញុំនឹងធ្វើការដាក់លេខទូរស័ព្ទគាត់ដើម្បីអ្នកនរអាចងាយស្រួលក្នុងការតាក់ទងដើម្បីធ្វើការកក់កន្លែងគេង view ដែលអ្នកនរកំពុងតែឃើញហ្នឹងអាហ្នឹងខ្ញុំថតពីកន្លែងគេងហ្នឹងពីខាងលើមកចំណែកនេះវិញគឺជារូបភាពនៅក្នុងបន្ទប់គេងហ្នឹងថាវាមានសភាពបែបម៉េចចឹងបន្ទប់ដែលខ្ញុំគេងនេះមានតម្លៃ45ទំហំវារៀងធំគួរសមដែរបន្ទប់នេះវាមិនស្អាតអីខ្លាំងណាស់ណាប៉ុន្តែសម្រាប់ខ្ញុំបើនៅលើកោះបានបន្ទប់ប៉ុណ្ណឹងក្នុងតម្លៃប៉ុណ្ណឹងវាមកគួរសមហើយវាមិនថ្លៃពេកហើយវាក៏មិនថោកពេកពួកបន្ទប់ម៉ាស៊ីនត្រជាក់ហើយទឹកងូតមានទឹកក្តៅទឹកត្រជាក់ទៀត